អ្វីដែលខ្ញុំមិនទាន់បានយល់ច្បាស់នោះបានមកដល់ហើយហេតុអ្វីបានជាមានឈ្មោះហៅថាប្រាសាទផងនិងព្រះវិហារផងនោះកាលណាយើងនិយាយពីប្រាសាទជាទូទៅគឺវាតកតងទៅនឹងព្រហ្មញ្ញសាសនាភាគច្រើនក៏ប៉ុន្តែកាលណាយើងនិយាយពីព្រះវិហារគឺវាតកតងទៅនឹងខាងពុទ្ធសាសនាម្ល៉េះហើយទំនងជានៅក្នុងសម័យកដាលប្រហែលជាទីតាំងព្រះវិហារច័ន្ទហ្នឹងត្រូវបានគេប្រែក្លាយពីទីសក្ការៈបូជាបែបព្រហ្មញ្ញសាសនាហើយក្លាយទៅជាទីសក្ការៈបូជាខាងផ្នែកពុទ្ធសាសនាខ្ញុំបានចូលមកដល់ក្នុងប្រាសាទអ្វីដែលតាក់ទាញជាងគេនោះគឺពុទ្ធបដិមា3ព្រះអង្គដែលមើលទៅគួរឲ្យជ្រះថ្លាណាស់តើមានរឿងអ្វីខ្លះទៅតាក់ទងនឹងពុទ្ធបដិមាទាំង3ព្រះអង្គនេះប៉ុន្តែប្រកាសរបស់គាត់ត្រូវជួនខិលខូចបាយយកបាត់អស់ហើយប្រកាសនេះថាប្រកាសនេះមិនមែនជាប្រកាសតាំងពីដើមបាទមិនប្រកាសពិតទេប្រកាសគេយកបាត់ហើយអញ្ចឹងអ្នកដែលបង្ខំមកខសាងដាក់ទេអញ្ចឹងខាងខ្លួននេះពិតប្រកបដាក់ខ្លួននេះជាសម្បត្តិបច្ចុប្បន្នពិតប្រកបពិតជាចំណេះដឹងមួយថ្មីទៀតសម្រាប់ពួកយើងពិសេសមិត្តយុវវ័យទាំងឡាយការប្រែក្លាយពីប្រាសាទទៅជាព្រះវិហារនោះពិតជាមានមូលហេតុមិនខានតើមានមូលហេតុអ្វីខ្លះទៅហើយគេយកទីតាំងព្រះវិហារយកទីតាំងប្រាសាទហ្នឹងធ្វើទៅជាព្រះវិហារក្នុងផ្នែកពុទ្ធសាសនាអញ្ចឹងហើយបានយើងឃើញមានពុទ្ធបដិមាក្នុងសម័យកដាលដែលមានប្រសល់នៅទីនោះជាផតាំងស្រាប់ហើយយើងបានដឹងថាបើយើងមើលទៅតាមលក្ខណៈរបស់ពុទ្ធបដិមាហ្នឹងជាស្នាដៃសិល្បៈនៅក្នុងសតវត្សទី17នៅពេលដែលបានចូលមកដល់សាច់រឿងកាត់ប្រកេះរបស់ពុទ្ធបដិមាករបានធ្វើឲ្យខ្ញុំកាន់តែទូចចិត្តយ៉ាងខ្លាំងថែមមួយកម្រិតទៀតខ្ញុំមិនយល់ទាល់តែសោះតើពួកនេះជាខ្មែរប្រភេទណាទៅដែលហ៊ានលើកដៃកាត់ប្រកេះរបស់ព្រះពុទ្ធដូច្នេះអ្វីបានជាមិនយកទៅទាំងមូលហើយអ្វីបានជាយកតែប្រកេះចឹងកាលនោះវាដូចនិយាយទៅគឺថាឈ្មោះត្រូវតែក្បាលអ្នកតាហៅក្បាលអ្នកតាណាបាទជួននោះគឺត្រូវតែក្បាលតាប្រហែលជាថាក្បាលអ្នកតាហ្នឹងមានតម្លៃមានមាសមានពេជ្រនៅក្នុងហ្នឹងណាឬក៏ជួយដោទៅខាងក្រៅការសិក្សាស្វែងយល់ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកយើងដែលនៅក្មេងៗនៅឡើយមិត្តយុវវ័យទាំងឡាយសូមប្រិយមិត្តកុំបណ្ដោយជីវិតឲ្យប្រព្រឹត្តទៅដោយមិនបានធ្វើអ្វីដែលមានប្រយោជន៍ជាតិឲ្យសោះការស្គាល់ខ្លួនឯងជាអ្នកណានោះពិតជាសំខាន់ណាស់សម្រាប់ប្រទេសជាតិព្រោះដោយសារលក្ខណៈពុទ្ធបដិមាហ្នឹងជាពុទ្ធបដិមាដែលមានលក្ខណៈជាក្នុងសិល្បៈសម័យកដាលយើងហៅសិល្បៈសម័យកដាលគឺសិល្បៈសម័យក្រោយអង្គរដែលប្រទេសកម្ពុជាយើងផ្ដើមគោរពប្រណិប័តពេលនោះគឺគោរពប្រណិប័តពុទ្ធសាសនាថេរវាទម្ល៉េះហើយដោយសារគេគោរពពុទ្ធសាសនានឹងឯងដែលគេយកពុទ្ធបដិមាយកទៅដាក់តម្កល់នៅទីនោះទៀតហើយស្ទើរតែគ្រប់ប្រាសាទនៅក្នុងស្រុកខ្មែរទៅហើយដោយសារតែសង្គ្រាមបានប្រកាសដល់ចោលលួចកាត់ប្រកេះអ្នកតាយកទៅលក់ឲ្យឈ្មួញមើលចុះតើប្រកេះនេះបាត់ទៅនៅឆ្នាំណាដែរហើយជាទស្សវត្សកាលជាងបាទប្រហែលជាទស្សវត្សកាលជាងហ្នឹងគឺបាត់រយៈពេលជាង20ឆ្នាំហ្នឹងប៉ុណ្ណឹងទេ20ឆ្នាំមកហើយបាទលួចយកទៅតែ3ព្រះអង្គតែម្ដងបាទយកទៅ3ព្រះអង្គចានៅពេលដែលលួចយកទៅហ្នឹងគាត់មានប្រដាប់អាវុធអីគេខ្លះដែរតែលោកគ្រូវាយើងអាចបានដឹងទេព្រោះគេមកយកទៅតែម្ដងយុគគេយុគបាទអញ្ចឹងហើយវាច្រើនហើយជាគ្នាពី3នាក់ហ្នឹងតែទោះបីជាមានរឿងអវិជ្ជមានជាច្រើនក៏ដោយក្តីក៏តំបន់បាភ្នំពិតជាតំបន់មួយដែលបន្សល់ទុកនៅគេដំណើរជាច្រើនពីដូនតាមកតើទាំងនេះមកពីមូលហេតុអ្វីដែរទៅតែយ៉ាងណាក៏ដោយយើងឃើញថាបើទោះណាជាតំបន់បាភ្នំមិនមែនជារាជធានីរបស់អាណាចក្រហ្វូណនក៏ពិតមែនក៏ប៉ុន្តែយើងឃើញថាបាភ្នំគឺជាមជ្ឈមណ្ឌលសំខាន់មួយនៅក្នុងសម័យហ្វូណនដោយសារយើងប្រទះឃើញមានទីទួលច្រើនដែលនៅក្នុងតំបន់បាភ្នំនោះមិនចាញ់តំបន់ខេត្តតាកែវឬក៏នៅក្នុងតំបន់អង្គរបូរីប្រហែលទេ ត
ខ្ញុំស្ទើរតែរកជឿមិនបាននៅពេលដែលបានឮលោកពូប្រាប់ថាព្រះកេសត្រូវចោលកាត់យកទាំង3ទៅហើយគួរឲ្យអាសូរប្រាសាទបុរាណខ្មែរណាស់ដែលរងខ្ទេចខ្ទាំដោយសារទម្ងន់គ្រាប់បែកម្ដងទៅហើយឥឡូវត្រូវជន់ខលខូចបំផ្លាញថែមទៀតដូចវាមិនត្រូវឃើញទេពួកខ្ញុំមកហ្នឹងឃើញប្រកេសហ្នឹងឃើញប្រកេសតែ2ណាបាទព្រះអង្គ3ប្រកេស2បាត់មួយហើយចាអញ្ចឹងខ្ញុំថាប្រហែលជានៅកប់ដីអញ្ចឹងយើងបានទៅរាយការណ៍ជូនមន្ត្រីថាហាមប៉ះពាល់វានៅក្នុងខាងខាងខ្ញុំចង់ដឹងយ៉ាងខ្លាំងពីការប្រព្រឹត្តរបស់ក្រុមមនុស្សអស់ទាំងនេះតើគេមានវិធានការបែបណាទៅតើពួកវាមានគ្នាតិចឬច្រើនហើយពួកនេះមានគិតអាណិតអាសូរដល់ប្រាសាទបុរាណខ្មែរដែរឬទេបាទដឹកនឹងមិនដឹងជាអ្វីទេប្រហែលជាដឹកយកទៅពោះធំធំធំនេះតិចហើយចឹងអាចធ្ងន់ចាប់ពី50គីឡូឬ20គីឡូ25ទៅ50គីឡូចាលោកពូអញ្ចឹងគាត់លើកពី2នាក់ទៅ4នាក់មិនអាចលើកម្នាក់ឲ្យរួចបានទេខ្ញុំខំបង្វែរចិត្តមកស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រនេះវិញម្ដងក្រៅពីប្រាសាទវិហារច័ន្ទនេះតើមានអ្វីចម្លែកទៀតទៅតែយ៉ាងណាក៏ដោយយើងបានឃើញថាមានបុរាណស្ថានច្រើនកន្លែងនៅក្នុងតំបន់បាភ្នំជាបុរាណស្ថានសម័យមុនក៏ហើយនឹងយើងឃើញមានពាក្យសំណល់ពាក្យខ្លះឧទាហរណ៍ពាក្យព្រះស្រែបាទពាក្យព្រះស្រែនេះភូមិមួយមានភូមិព្រះស្រែដែលនៅមិនឆ្ងាយពីជើងភ្នំជើងកាច់នឹងប្រមាណទេហើយពាក្យព្រះស្រែនេះជាទូទៅតាក់ទងជាមួយនឹងព្រះមហាក្សត្រ